អត្ថប្រយោជន៍បានពីការទទួលទានទឹកឆៃថាវក្រហមឬហៅថាមើមយេនទឹកមើមឆៃថាវក្រហមមានប្រសិទ្ធភាពជួយបញ្ចុះសម្ពាធឈាមក្រុមអ្នកស្រាវជ្រាវអង់គ្លេសបានឲ្យដឹងថាពិសាទឹកមើមឆៃថាវក្រហមរាល់ថ្ងៃអាចជួយឲ្យសម្ពាធឈាមចុះទាបក្រុមអ្នកស្រាវជ្រាវទាំងនេះរកឃើញថាទទួលទានក្នុងបរិមាណប្រហែល1ពែងអាចធ្វើឲ្យសម្ពាធឈាមចុះដល់ 7% តាមការធ្វើតេស្តប្រសិទ្ធភាពនេះបានមកដោយសារមើមឆៃថាវក្រហមមានកម្រិតសារធាតុនីត្រាតខ្ពស់ការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុនីត្រាតអាចនាំឲ្យមានប្រតិកម្មគីមីជាបន្តបន្ទាប់ក្នុងឈាមដែលបញ្ហានេះអាចបង្កើតបរិមាណអុកស៊ីសែននៅកន្លែងដែលរាងកាយខ្វះសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of London បានថ្លែងថាយើងពិតជាភ្ញាក់ផ្អើលដែលសារធាតុនីត្រាតកម្រិតតិចតួចមានប្រសិទ្ធភាពយ៉ាងធំធេងបែបនេះក្តីសង្ឃឹមរបស់យើងគឺថាបង្កើនការទទួលទានបណ្ណាបន្លែដែលសម្បូរទៅដោយសារធាតុនីត្រាតដូចជាមើមឆៃថាវក្រហមនេះអាចផ្លាស់ប្ដូរបែបបទរស់នៅដែលធ្វើឲ្យល្អប្រសើរដល់សុខភាពបេះដូងដោយឡែកការផ្លាស់ប្ដូររបៀបរបបរស់នៅដូចជាកាត់បន្ថយការទទួលទានអាហារប្រៃខ្លាំងឬគ្រឿងស្រវឹងប៉ុន្តែបន្ថែមការហាត់ប្រាណអាចនឹងរក្សាសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតធម្មតាចំណែកការសិក្សាលើកមុនបានរកឃើញថាឆៃថាវក្រហមជួយបង្កើតកម្លាំងកាយចិត្តព្រមទាំងជួយជំរុញការផ្គត់ផ្គង់ឈាមឲ្យចូលទៅដល់ផ្នែកសំខាន់ៗក្នុងខួរក្បាលផងដែរសារទំនើបធម្មជាតិលីមឈឿងហាក់សុវត្ថិភាពសុខភាពប្រជាជនកម្ពុជា